សូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ Channel អង្គរ Chinese School ដែលជា Channel មួយដែលបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនៅចំណេះដឹងផ្នែកភាសាចិនក៏ដូចជាចំណេះដឹងផ្សេងៗទៀតទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅលើបណ្ដាញសង្គម YouTube អញ្ចឹងថ្ងៃនេះយើងនឹងមកសិក្សាបន្តនៅវគ្គសន្ទនាភាសាចិនមេរៀនទី2បាទអញ្ចឹងវគ្គនេះគឺខ្ញុំធ្លាប់បានប្រាប់ម្ដងរួចមកហើយគឺមានយើងរៀនពីមុនលក្ខណៈជា slide ហើយនេះគឺខ្ញុំធ្វើវីដេអូបង្រៀនផ្ទាល់តែម្ដងបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់រៀនមុនណាបាទអាចមើលនៅក្នុង Channel អង្គរ Chinese School ទៅបាទមើល playlist ពាក់ព័ន្ធនឹងplaylist មួយដែលមានចំណងជើងថារៀនសន្ទនាភាសាចិនបាទអញ្ចឹងវគ្គសន្ទនាភាសាចិនហ្នឹងគឺបញ្ចប់អស់ហើយបាទមាន30មេរៀនបាទនេះគឺយើងរៀនឡើងវិញទេណាគឺរៀនផ្ទាល់មុនយើងរៀនលក្ខណៈតាម slide ណាពុកម៉ែបងប្អូនបាទអញ្ចឹងមុននឹងចាប់ផ្ដើមសូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like share និង subscribe នៅ Channel របស់ខ្ញុំផងណាសូមអរគុណទុកជាមុនបាទអញ្ចឹងខ្ញុំសូមបង្ហាញនៅសៀវភៅសិក្សាភាសាចិនដែលខ្លួនឯងទៅដល់ពុកម៉ែបងប្អូនបន្តិចបាទនេះគឺជាសៀវភៅសិក្សាភាសាចិនដែលខ្លួនឯងពីកម្រិត0មានន័យថាពីចំណុចដែលមិនទាន់ចេះសោះឡើងទៅតែម្ដងបាទអញ្ចឹងមកពុកម៉ែបងប្អូនទាំងអស់គ្នាមានបំណងចង់ចាប់ផ្ដើមរៀនភាសាចិនគឺអាចជាវសៀវភៅនេះយកទៅសិក្សាបន្ថែមបានហើយមេរៀនទាំងអស់បាទនៅក្នុងសៀវភៅនេះគឺមាននៅក្នុង page និង Channel អង្គរ Chinese School រួចអស់ទៅហើយបាទអញ្ចឹងបងប្អូនអាចមានសៀវភៅហើយរៀនតាម page និង Channel ជាបន្ថែមទៀតទៅគឺងាយស្រួលមែនទែនបាទអញ្ចឹងនៅក្នុងនេះគឺមានមេរៀនមូលដ្ឋានគ្រឹះបាទសម្រាប់ឲ្យពុកម៉ែបងប្អូនស្គាល់ថាអ្វីជា pin in ភាសាចិនបាទហើយការប្រើប្រាស់ pin in ហ្នឹងយ៉ាងម៉េចអីយ៉ាងម៉េចបាទហើយមានរបៀបសរសេរអក្សរចិនមានគំនូសនេះកំសិតតែជាគំនូសនៅក្នុងការសរសេរអក្សរចិនហើយបាទអញ្ចឹងអក្សរចិនកើតឡើងដោយសារគំនូសយកសរសេរបញ្ចូលគ្នាបាទហើយក្នុងនោះមានមេរៀនណាមេរៀនធម្មតាមានការសន្ទនាមានរៀនសរសេរអក្សរអញ្ចឹងទៅបាទហើយសៀវភៅនេះមាន2ប្រភេទបាទមានជាពណ៌ធម្មជាតិចេះគឺហៅ color ហ្នឹងបាទហើយនិងសខ្មៅបាទអញ្ចឹងសម្រាប់ពណ៌ធម្មជាតិគឺតម្លៃតែ30000រៀលទេហើយសម្រាប់ពណ៌សខ្មៅនោះគឺតម្លៃ14000បាទចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍អាចធ្វើការឆាតទំនាក់ទំនងទៅកាន់ page សាលាភាសាចិនអង្គរដើម្បីទទួលបាននៅការទំនាក់ទំនងទិញក៏ដូចជាទំនាក់ទីតាំងហើយនិងលេខទូរស័ព្ទដើម្បីជាវសៀវភៅបាទអញ្ចឹងយើងកលែកមកមើលមេរៀនយើងវិញបាទអញ្ចឹងថ្ងៃនេះមេរៀនទី2របស់យើងបាទគឺនិនហៅបាទអញ្ចឹងខ្ញុំបានសរសេរបកជាភាសាខ្មែរទេបាទដោយសារក្តារខៀនវាទូចផងអញ្ចឹងខ្ញុំបរៀនបដាបកបដាអញ្ចឹងពុកម៉ែបងប្អូនទាំងអស់នេះអាចត្រៀមបិទនឹងសៀវភៅបាទរៀនបដាក៏បដាតែម្ដងបាទហ្នឹងហើយបាទតោះឥឡូវយើងមើលបាទអញ្ចឹងមុននឹងយើងចាប់ផ្ដើមបកប្រែណាយើងរៀនអានឲ្យចេះសិនបាទយើងរៀនអានរបស់មេរៀននេះសិនរៀនអានរួចហើយចាំយើងរៀនបកប្រែណាអញ្ចឹងបកប្រែខ្ញុំនឹងបកសម្រាយពាក្យនៅក្នុង clear ឲ្យទៀតបាទតោះឥឡូវយើងរៀនអានសិនអញ្ចឹងយើងមានពាក្យនេះយើងអានថាទីណាអក្សរ D ជួយមានអ្នកតើអក្សរ I ស្រៈ E តើ E ទីសំឡេងទី4ទី ER នេះគឺស្រៈស្រៈសំឡេងទី4អអក្សរ K ជួយមានអ្នកខអក្សរ E ស្រៈខខសំឡេងទី4ខទីខទីខមានន័យថាមេរៀនទី2អញ្ចឹងពាក្យទីណាទីនេះមានន័យថាទីដែរលេខ2ខមានន័យថាមេរៀនអញ្ចឹងទីខមេរៀនទី2ណាទីខមេរៀនទី2អញ្ចឹងចំណងជើងគឺ nín hào má ân ជួយមានអ្នក n in ស្រៈ in n in nín សំឡេងទី2 nín hey ជួយមានអ្នក h ao ស្រៈ ao h áo hào hảo mó đó âmជួយមានអ្នក mó e ស្រៈ a mó á mà អត់សំឡេងអានខ្លី má ចឹង nín hào má nín hào má ចឹងពាក្យ nín មានន័យថាអ្នកណាអ្នកដែរប៉ុន្តែពាក្យនេះគឺសម្រាប់ប្រើជាការគួរសមណានិយាយទៅកាន់មេយើងអ្នកទៅកាន់បងយើងទៅកាន់អ្នកឋានៈខ្ពស់ជាងយើងឬក៏ជាការគោរពទៅលើនរណាម្នាក់បាទព្រោះយើងគោរពបាទយើងប្រើពាក្យនេះហ្នឹងមកបាទអញ្ចឹងពាក្យហៅមានន័យច្រើនបាទពុកម៉ែបងប្អូនបាទគឺមានន័យថាល្អមានន័យថាសុខសប្បាយបាទហើយក៏មានន័យថាសួស្តីដែរអញ្ចឹងហៅបកបាន3ណាល្អសុខសប្បាយឬក៏សួស្តីមកអញ្ចឹងពាក្យម៉ានេះគឺជាពាក្យបង្កើតប្រយោគសំណួរប៉ុន្តែមិនមែនគ្រប់សំណួរទាំងអស់ទេណាគឺសំណួរណាដែលទាមទារមកវិញនៅចម្លើយស្របឬក៏បដិសេធឧទាហរណ៍កន្លែងនេះគឺnín hào má nín hào máមានន័យថាគេចង់សួរថាតើយើងសុខសប្បាយជាទេណាតើអ្នកសុខសប្បាយជាទេអញ្ចឹងគេចង់ដឹងថាយើងសុខឬក៏មិនសុខអញ្ចឹងបើយើងស្របមានថាចម្លើយស្របមានថាយើងសុខហើយបើយើងចម្លើយមិនស្របទេបាទបដិសេធមានថាខ្ញុំមិនសុខសប្បាយជាទេណា ចំ
ចម្លើយវិជ្ជមានឬក៏អវិជ្ជមានអញ្ចឹងយើងប្រើពាក្យមកដើម្បីមកសួរបាទអញ្ចឹងតោះនេះពុកម៉ែបងប្អូនកន្លែងហ្នឹងអញ្ចឹងនិនហៅមកតើអ្នកសុខសប្បាយជាទេបាទអញ្ចឹងខ្ញុំអានឲ្យបកឡើងវិញម្ដងទៀតទីខមេរៀនទី2និនហៅមកតើអ្នកសុខសប្បាយជាទេអញ្ចឹងតួអង្គខ្ញុំតាំងដោយអក្សរ A និងអក្សរ B តែម្ដងទៅបាទកុំឲ្យពិបាកយើងកត់ឈ្មោះរបស់គេឡើងពីរដងណាអញ្ចឹងចាប់ផ្ដើមអានលីសៀនសឹងលីណា L I E L I លីលី E អានយាន C យានសៀនណា H C I ស្រៈ E A N ស្រៈអានអញ្ចឹងផ្សំមកគ្នាមក E អានយាន H C C យានសៀនសៀន S H ឈើ E N G ស្រៈអឹងឈើអឹងសឹងសឹងលីសៀនសឹង您好លីសៀនសឹង您好ចឹងលីនេះគឺជាតកូលរបស់គេទេណាយើងមិនបាច់បកទេហើយពាក្យសៀនសឹងប្រែថាលោកណាលោកហ្នឹងមិនមែនលោកសំណាគឺលោកនេះលោកនោះបាទលោកសុកលោកសំអីចឹងទៅបាទសៀនសឹងលោកហើយសៀនសឹងក៏ប្រែមួយទៀតថាប្តីណាលោកប្តីហើយនឹងមួយទៀតគឺប្រែថាគ្រូអញ្ចឹងពាក្យគ្រូនេះគឺប្រើនៅក្នុងពាក្យពីមុនទេបាទក្នុងរឿងចិនបុរាណហើយយើងមើលឃើញគេប្រើពាក្យសៀនសឹងនេះហើយណាគេប្រើពាក្យឡោសឺទេបាទអញ្ចឹងយើងមើលណាសៀនសឹងប្រែថាគ្រូប្រែថាលោកប្រែថាប្តីអញ្ចឹងលីសៀនសឹងនិនហៅអញ្ចឹងនិនហៅមានន័យថាសួស្តីអញ្ចឹងយើងបកឃ្លីហ្នឹងមកលីសៀនសឹងនិនហៅបាទសួស្តីលោកលីណាឬក៏លោកលីសួស្តីណាយើងចង់បកអញ្ចឹងក៏បានណាត្រឡប់ទៅត្រឡប់មកដូចគ្នាទេបាទយើងអាចថាសួស្តីលោកលីឬក៏លោកលីសួស្តីណាអញ្ចឹងយើងបកមួយណាក៏បានដែរប៉ុន្តែឲ្យសួរស្ដាប់យើងថាសួស្តីលោកលីណាលីសៀនសឹងនិនហៅសួស្តីលោកលី王先生你好ណាវងគឺអក្សរនេះគឺ W នេះមកពីអក្សរ U អក្សរ U ស្រៈ U A N G ស្រៈអាង U អាងវងណា U អាងវងអញ្ចឹងស្រៈវងហ្នឹងនៅពេលដែលប្រើសេពីនអ៊ីនពាក្យមួយគេលុបអក្សរ U ចោលថែម W វិញហើយអានដដែលវងសម្លេងទី2វង先生您好ណា你好វង先生你好អញ្ចឹងពាក្យ你好ហ្នឹងជាពាក្យធម្មតាសាមញ្ញណាស្មើទៅស្មើមកឬក៏អ្នកឋានៈខ្ពស់ជាងយើងនិយាយមកយើងវិញណាបាទនិយាយថានីហៅតែយើងហៅគេឋានៈខ្ពស់ជាងយើងនិនហៅទៅបាទអញ្ចឹងលោកវងណាកន្លែងនេះតកូលវងយើងមិនបាច់បកទេបាទវងសៀនសឹងនីហៅសួស្តីលោកវងណាតែចំណាំយើងបកតាមរឿងភាគចិនហ្នឹងលោកវាងនោះឯងបាទអញ្ចឹងអានេះខ្ញុំអត់បកតាមរឿងភាគចិនទេខ្ញុំបកតាមឈ្មោះគាត់ឈ្មោះអីហៅហ្នឹងមកបាទតកូលគាត់គឺតកូលវងអញ្ចឹងហៅលោកវងណាវងសៀនសឹងនីហៅសួស្តីលោកវងនិនណាថៃហៅមកអញ្ចឹងពាក្យនេះអានថាថៃ T ធើ AI ស្រៈ I ធើ I ថៃសម្លេងទី4ថៃពាក្យទី2អត់សម្លេងយើងអានខ្លីថៃអញ្ចឹងពាក្យនិនយើងបកហើយពាក្យហៅយើងបកហើយមកយើងបកហើយនៅពាក្យថៃណាថៃមានន័យថាអ្នកស្រីឬក៏ភរិយាណាឬក៏ប្រពន្ធនោះឯងណាអ្នកស្រីឬក៏ប្រពន្ធអញ្ចឹងកន្លែងនេះនិនថៃមានន័យថាប្រពន្ធរបស់អ្នកណាប្រពន្ធរបស់អ្នកឬក៏ប្រពន្ធរបស់លោកហៅមកសុខសប្បាយជាទេអញ្ចឹងយើងបកថាតើភរិយាឬក៏តើប្រពន្ធរបស់លោកសុខសប្បាយជាទេនិនថៃហៅមកតើភរិយាលោកសុខសប្បាយជាទេ他很好谢谢អញ្ចឹងពាក្យនេះយើងអានថាថា T ធើ A ស្រៈ A ធើ A ថាសម្លេងទី1ថា H ហើ E N ស្រៈ N ហើ N ហិន他很好ពាក្យនេះយើងអានថាសៀ I ស្រៈ E ចានេះគឺស្រៈ A ណាមិនមែនអក្សរ E ស្រៈ ư ឬស្រៈ ទេណាគឺអក្សរ E មានសញ្ញាពីលើហើយប្រើជាមួយស្រៈ E នេះផ្សំចូលគ្នាទៅលុបសញ្ញាចោលហើយចេញមក IE អញ្ចឹង EA year C year សៀសម្លេងទី4សៀពាក្យទី2អត់សម្លេងអានខ្លីសៀ他很好谢谢អញ្ចឹងពាក្យហិនហ្នឹងប្រែថាណាស់បាទអញ្ចឹងយើងមិនមែនថាល្អណាស់ទេឬក៏អាចថាសុខសប្បាយណាស់ក៏វាមិនតំណងដែរយើងថាគាត់សុខសប្បាយជាទេអរគុណណាថា很好谢谢គាត់សុខសប្បាយជាទេអរគុណនិនម៉ាងមកអញ្ចឹងពាក្យនេះយើងអានថាម៉ាងណាជួយអ្នកមកអក្សរអឹងនេះហើយ ANG ស្រៈអាងមកអាងម៉ាងសម្លេងទី2ម៉ាងនិនម៉ាងមកនិនម៉ាងមកអញ្ចឹងម៉ាងនេះប្រែថារវល់តើលោករវល់ទេណាអញ្ចឹងចង់ដឹងថារវល់ឬក៏មិនរវល់ប្រើពាក្យមកសួរទៀតហើយណានិនម៉ាងមក
ta nè rồi bồ tế rồi còn ta luôn rồi bồ tế và 我很忙我那所以被 UO មានន័យថាគឺមកពីអក្សរ UO U ស្រាប់ O ស្រាប់ O U O វសំឡេងទី3វហ្នឹងគឺមានន័យថាខ្ញុំណា我很忙我很忙你呢ណា N N I ស្រាប់ N N អត់សំឡេងអានខ្លី呢我很忙你呢我很忙មានន័យថាខ្ញុំរវល់ណាស់ណាខ្ញុំរវល់ណាស់នេះណាចោះអ្នកវិញណាចោះអ្នកវិញ我不忙我ពូពូណា B ពយូស្រាប់ U ពូពូសំឡេងទី4ពូអញ្ចឹងពូនឹងប្រែថាទេឬក៏មិនណា我不忙ខ្ញុំមិនរវល់ទេអញ្ចឹងទេមកពីណាអត់ឃើញទេផងឬសើអញ្ចឹងទេហ្នឹងគឺបោះពួកពាក្យពូនឹងដែរណាខ្ញុំមិនរវល់ទេណាអាទេហ្នឹងគឺបោះពាក្យពូនឹងឯងណា我不忙ខ្ញុំមិនរវល់ទេបាទអញ្ចឹងពីគាត់សួរបន្តទៀត您太太忙吗您太太忙吗តើភរិយាលោករវល់ទេតើភរិយាលោករវល់ទេ您太太忙吗តើភរិយាលោករវល់ទេ他也不忙他也不忙ចឹងពាក្យនេះយើងអានថាយាណា ye នេះមកពី ie ណាដែលយើងរៀនពាក្យ cia មិញនេះគឺ ie នេះចឹងស្រៈ ie ស្រៈ ea យាហ្នឹងនៅពេលដែលប្រើសរសេរជាភាសានៃពាក្យមួយគឺគេលុបអក្សរ i ដែលជាស្រៈ e នឹងចោលដាក់អក្សរ y វិញហើយរក្សាការអាននៅដដែលចឹងយាសម្លេងទី3យា他也不忙គាត់ក៏ណាយាក៏ដែរណាផងដែរឬក៏កអ្វីមួយទៅដែរណាចាំលេខបងមើលថាជាពូម៉ាងគាត់ក៏មិនរវល់ដែរណាគាត់ក៏មិនរវល់ដែរអញ្ចឹងដែរហ្នឹងគឺរបស់ពាក្យយាហ្នឹងហើយណា我们都不太忙我អញ្ចឹងពាក្យនេះអានថាមិនមកណាពីអ្នកមកអក្សរ m នេះ en ស្រៈ n មក n មិនអញ្ចឹងពាក្យមិនហ្នឹងប្រើជាមួយនឹងសព្ទនាមដើម្បីបង្កើតទៅជាពហុវចនៈណាអញ្ចឹង我们មានន័យថាពួកយើងឬក៏ពួកខ្ញុំតោឌីតើអូយូស្រៈអូតើអូតោសំឡេងទី1តោណា我们都នឹងមានន័យថាសុទ្ធតែតោសុទ្ធតែពូថៃម៉ាងណាពាក្យ3ពាក្យហ្នឹងមានន័យថាមិនសូវរវល់ទេអញ្ចឹងយើងមើលកន្លែងនេះពាក្យពូបដូរមកសំឡេងទី2វិញណាដោយសារអក្សរថៃមានសំឡេងទី4អញ្ចឹងពាក្យបន្ទាប់ពីអក្សរពូមានសំឡេងទី4អក្សរពូត្រូវបដូរទៅជាសំឡេងទី2វិញណាយើងអានពូថៃម៉ាងទេយើងអានពូថៃម៉ាងអញ្ចឹង我们都不太忙មានន័យថាពួកខ្ញុំសុទ្ធតែមិនសូវរវល់ទេណា我们都不太忙ពួកខ្ញុំសុទ្ធតែមិនសូវរវល់ទេបាទតោះឥឡូវបន្ទាប់ពីយើងរៀនអានផងយើងបកពាក្យផងណាឥឡូវយើងចាប់ដើមរៀនអានឡើងវិញហើយបកយកតែម្ដងណាទី2课មេរៀនទី2您好吗តើអ្នកសុខសប្បាយជាទេ李先生您好សួស្តីលោកលី王先生你好សួស្តីលោកវ៉ាន់您太太好吗តើភរិយាលោកសុខសប្បាយជាទេ他很好谢谢គាត់សុខសប្បាយជាទេអរគុណ您忙吗តើលោករវល់ទេ我很忙您呢ខ្ញុំរវល់ណាស់ចុះអ្នកវិញ我不忙ខ្ញុំមិនរវល់ទេ您太太忙吗តើភរិយាលោករវល់ទេ他也不忙គាត់ក៏មិនរវល់ដែរ我们都不太忙ពួកខ្ញុំសុទ្ធតែមិនសូវរវល់ទេបាទអញ្ចឹងមេរៀនយើងគឺមកដល់ទីបញ្ចប់ហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានចម្ងល់ត្រង់កន្លែងណាអាចសរសេរនៅខមមិនខាងក្រោមបានបាទអញ្ចឹងណាមុននឹងបញ្ចប់សូមពុកម៉ែបងប្អូនទាំងគ្នាកុំភ្លេចបាទជួយ like share subscribe ណានៅ channel របស់ខ្ញុំផងណាដើម្បីទទួលបាននៅមេរៀនថ្មីៗនិងចំណេះដឹងផ្សេងៗជាបន្តទៀតបាទអញ្ចឹងជាចុងក្រោយខ្ញុំបាទវិសាលសូមអរគុណសូមជម្រាបលា